សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាឆាកសម្ដែងនីតិវប្បធម៌ទូទាំងប្រទេសនៅក្នុងសាធារណរដ្ឋកូរ៉េហើយការសម្ដែងនេះដែរគឺមិនមានត្រឹមតែប្រទេសកូរ៉េឬក៏ជាប្រទេសខ្មែរនោះទេគឺវាមានទាំងប្រទេសដែលបានចូលរួមធ្វើជាសមាជិកនៅក្នុងការដាក់ឈ្មោះឬក៏ចុះឈ្មោះធ្វើជាពលករបម្រើការងារនៅប្រទេសកូរ៉េគឺជាប្រទេសដែលមានទូនាទីនិងមានសមត្ថភាពអាចចូលមកសម្ដែងនៅប្រពៃណីវប្បធម៌ខ្លួនផងហើយឆាកសម្ដែងនេះផងដែរគឺបានរៀបចំនិងប្រព្រឹត្តទៅនៅសាធារណកូរ៉េខាងត្បូងក្នុងតំបន់ណាជូតំបន់ណាជូនេះគឺជាតំបន់ដែលមានកន្លែងប្រជាពលរដ្ឋនិងប្រជាពលករកូរ៉េនិងពលករបរទេសជាច្រើនដែលមកកំសាន្តនិងរៀបចំកម្មវិធីជាពិសេសកម្មវិធីប្រទេសខ្មែរដែលជាពលករយើងបានរៀបចំដូចជាកម្មវិធីភ្ជុំកម្មវិធីចូលឆ្នាំកម្មវិធីផ្សេងៗដូចជាកម្មវិធីបុណ្យហើយនេះគឺជាកម្មវិធីបង្ហាញអំពីវប្បធម៌ហើយកម្មវិធីនេះគឺជាកម្មវិធីជាតិរបស់ប្រទេសកូរ៉េគឺតម្រូវឲ្យមានក្នុងមួយឆ្នាំម្ដងដើម្បីឲ្យមានការបង្ហាញនៅវប្បធម៌រាជធម៌រវាងប្រទេសនីមួយៗទៅឲ្យអន្តរជាតិបានដឹងតើបងប្អូនយល់យ៉ាងណាដែរនៅពេលដែលប្រទេសកូរ៉េបានបើកឲ្យទូលំទូលាយដើម្បីឲ្យប្រទេសដែលជាពលករបម្រើការងារនៅប្រទេសកូរ៉េមានឱកាសដើម្បីបង្ហាញអំពីវប្បធម៌និងអរិយធម៌ទំនៀមទម្លាប់ប្រពៃណីដូនតារបស់ខ្លួននៅលើទឹកដីកូរ៉េបើសម្រាប់ខ្ញុំវិញគិតថាវាជាវប្បធម៌មួយដ៏ល្អសម្រាប់កូរ៉េដែលផ្ដល់នៅទីជម្រកការងារនិងកន្លែងផ្ដល់នៅបង្ហាញវប្បធម៌ទូទាំងប្រទេសផងដែរនេះគឺជាចំណុចល្អដែលខ្ញុំស្រឡាញ់និងគាំទ្រទៅនឹងការដឹកនាំរបស់ថ្នាក់ដឹកនាំប្រទេសកូរ៉េដែលគាត់មិនប្រកាន់នឹងនិន្នាការផ្នែកណាមួយដូចជាសាសនានយោបាយអីទាំងអស់អញ្ចឹងប្រទេសកូរ៉េគឺបើកទូលំទូលាយគឺជាប្រទេសមួយដែលគោរពលទ្ធិប្រជាធិបតេយ្យហើយស្រឡាញ់នៅអរិយធម៌វប្បធម៌ពីបុរាណផងដែរសម្រាប់កម្មវិធីបង្ហាញអំពីអរិយធម៌និងវប្បធម៌នៅលើទឹកដីប្រទេសកូរ៉េតំបន់ណាជូនេះគឺមានប្រទេសជាច្រើនដែលបានចូលរួមហើយប្រទេសទាំងអស់នោះគឺភាគច្រើនគឺជាពលករបម្រើការងារនៅប្រទេសកូរ៉េដែលបានចុះឈ្មោះនិងជិះយន្តហោះឆ្លងមកធ្វើការនៅប្រទេសកូរ៉េដែលមានក្រសួងវប្បធម៌និងក្រសួងការងារដែលបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សេងៗអញ្ចឹងគេស្នើសុំដល់រដ្ឋាភិបាលកូរ៉េដើម្បីចូលរួមក៏ប៉ុន្តែសម្រាប់ប្រទេសកូរ៉េវិញគឺមិនមានការបដិសេធឬដាច់អហង្ការណាមួយដែលមិនទទួលទេគឺកូរ៉េបើកឲ្យទូលំទូលាយទូទាំងប្រទេសតែម្ដងនេះគឺជាអ្វីដែលកូរ៉េស្រឡាញ់និងចូលចិត្តចឹងបាទសូមអរគុណច្រើន